ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះយើងមកនិយាយគ្នាតាក់ទងទៅនឹងការចិញ្ចឹមបីបាច់ថែរក្សាកូនមែនទែនទៅពេលដែលកូនកើតមកហើយឪពុកម្ដាយមានតួនាទីធំមួយទៀតគឺទទួលបន្ទុកនៅក្នុងការថែរក្សាចិញ្ចឹមបីបាច់ឲ្យកូនរស់រានមានជីវិតប្រកបទៅដោយសុខភាពល្អមានសុជីវធម៌និងសុភមង្គលនៅក្នុងគ្រួសារឪពុកម្ដាយមានតួនាទីក្នុងការចិញ្ចឹមកូនស្មើគ្នាប្រកបដោយគុណធម៌នៅក្នុងការផ្ដល់នូវក្តីសុខដល់កូនគ្រប់រូបក្រោមម្លប់ដ៏ត្រជាក់នៃសេចក្តីសន្តោសរបស់អ្នកទាំងពីរហើយនៅក្នុងការចិញ្ចឹមកូនទៀតសោតគាត់ហ៊ានធ្វើពលកម្មគ្រប់បែបយ៉ាងដោយស្នាមញញឹមគាត់ប្រឹងប្រែងធ្វើការមិនថាយប់មិនថាថ្ងៃមិនថាក្តៅរងាត្រជាក់ឬក៏ហត់យ៉ាងណានោះទេគាត់មិនដែលគិតអំពីសៅរ៍អាទិត្យឬថ្ងៃបុណ្យទាននោះទេគាត់ហ៊ានលះបង់គ្រប់បែបយ៉ាងគាត់មិនរអ៊ូរទាំថាការងារនោះលំបាកធ្ងន់អត់ដែលទេព្រោះខ្លាចកូនអត់មានអីនឹងគេរស់មិនបានសុខដូចគុណគេអញ្ចឹងថាតើឪពុកម្ដាយមានទូនាទីអ្វីខ្លះនៅក្នុងការចិញ្ចឹមកូនសូមរីករាយស្ដាប់លំអិតទាំងអស់គ្នាទី1ចិញ្ចឹមរូបរាងកាយឲ្យធំធាត់ល្អទឹកដោះម្ដាយសម្បូរទៅដោយជីវជាតិនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលអាចឲ្យកូនមានសុខភាពល្អនិងរូបរាងកាយលូតលាស់បានយ៉ាងល្អប្រសើរដូចនេះម្ដាយមិនហ៊ានបរិភោគអ្វីផ្ដេសផ្ដាសនោះទេបើទោះបីជាចិត្តរបស់គាត់ចង់ហូបយ៉ាងណាក៏ដោយក៏គាត់ស៊ូទ្រាំដែរព្រោះខ្លាចប៉ះពាល់ទៅដល់សុខភាពរបស់កូនហើយពេលខ្លះគាត់គ្រាន់តែឮសំឡេងកូនយំទោះបីជាមកពីធ្វើការហត់នឿយយ៉ាងណាក៏ដោយអស់កម្លាំងយ៉ាងណាក៏ដោយក៏គាត់រត់ទៅទាំងត្រហេបត្រហោបលើកពរឲ្យកូនបើព្រោះខ្លាចកូនឃ្លានហើយពេលខ្លះទៀតដែលយើងឃើញគឺអ្នកម្ដាយលែងគិតដល់ការអៀនខ្មាស់បើទោះបីជានៅសាធារណៈក៏គាត់ហ៊ានបំបើកូនដែរអញ្ចឹងនេះគឺជាការលះបង់ធំធេងមែនទែនទី2ផ្ដល់ចំណីអាហារផ្សេងទៅដល់កូនឲ្យលូតលាស់ល្អអ្នកម្ដាយសម្រិតសម្រាំងរកចំណីអាហារណាដែលសម្បូរទៅដោយជីវជាតិបំពន់ដល់រាងកាយទ្រាំទ្រដល់សុខភាពនិងផ្ដល់ថាមពលដល់ការពារទៅដល់កូនដូចជាបាយទឹកត្រីសាច់ទឹកដោះគោស៊ុតបន្លែផ្លែឈើល្អតែមានគុណភាពខ្ពស់អញ្ចឹងទៅដើម្បីឲ្យកូនមានសុខភាពមាំមួនជៀសផុតពីជំងឺផ្សេងហើយពេលខ្លះខ្លាចកូនមិនហូបមិនចែកម៉ែក៏ស៊ូអត់បេះពីមាត់ប្រត់ពីករបស់ខ្លួននឹងឲ្យទៅកូនស៊ូមើលមាត់កូនដោយស្នាមញញឹមទៅវិញអញ្ចឹងក្នុងការថែរក្សាកូនម្ដាយយកចិត្តទុកដាក់យ៉ាងមុតមមនិងប្រុងប្រយ័ត្នបំផុតគ្រប់សកម្មភាពដើម្បីឲ្យកូនមានសុខភាពល្អនិងរាងកាយរឹងមាំទី3បញ្ចុកចំណីកូនមុនបញ្ចុកចំណីកូនម្ដាយលាងសម្អាតដៃចានស្លាបព្រាឲ្យមានអនាម័យខ្លាចឆ្លងមេរោគនៅឲ្យកូននឹងឈឺហើយពេលបញ្ចុកចំណីអ្នកម្ដាយលួងលោមឲ្យកូនញ៉ាំឲ្យបានច្រើនអ្នកម្ដាយប្រយ័ត្នប្រយែងក្តៅឬក៏ហឹលឬក៏មានឆ្អឹងឬក៏មានអ្វីផ្សេងដែលនាំឲ្យផលរំខានទៅដល់កូនរបស់គាត់បាទអញ្ចឹងគឺគាត់ប្រុងប្រយ័ត្នមែនទែនហើយចំណុចទី4គឺពេលដែលកូនមានជំងឺអញ្ចឹងនៅពេលដែលកូនមានជំងឺអ្នកម្ដាយខ្នះខ្នែងស្វែងរកថ្នាំសង្កូវគ្រូពេទ្យគ្រូអាគមឲ្យមកព្យាបាលកូននិងនៅក្បែរដើម្បីថែរក្សាកូនចាំស្ដាប់ចាំមើលថាតើកូនត្រូវការអ្វីនិងចាំបញ្ចុកនំចំណីទឹកថ្នាំជូតខ្លួនយ៉ាងទៀងទាត់ដល់កូនអញ្ចឹងទៅកូនឈឺម្ដងម្ដាយព្រួយបារម្ភពីកូនខ្លាំងជាងខ្វាយខ្វល់ពីខ្លួនឯងទឹកភ្នែកម្ដាយហូរអាសូរកូនចង់តែថាបើសិនជាអាចឈឺបានគឺនឹងឈឺជំនួសកូនហើយនេះគឺជាចិត្តម្ដាយបាទទី5ពេលកូនរពឹសម្ដាយតែងតែព្រួយបារម្ភហើយយករបស់របរជាច្រើនដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតកូនទុកឲ្យឆ្ងាយនិងលាក់បាំងពីកូនមិនឲ្យកូនលេងខ្លាចមានគ្រោះថ្នាក់ទៅដល់ខ្លួនប្រាណឬអាយុជីវិតប៉ុន្តែបើសិនជាកូននោះលេងហើយបង្កជាគ្រោះថ្នាក់ណាមួយក៏គាត់មិនខឹងកូននោះដែរគឺគាត់ខឹងចំពោះខ្លួនឯងដែលទុកដាក់គ្មានសណ្ដាប់ធ្នាប់ទី6ពេលកូនដេកម្ដាយគ្របដណ្ដប់ម្ដាយជ្រៀងបំពេយល់អង្រឹងចងមុងខ្លាចមូសខាំរុយរោមនិងមិនហ៊ានធ្វើឲ្យលាន់ឮសំឡេងរំខានខ្លាចកូនភ្ញាក់ដេកមិនស្កប់ស្កល់មិនគ្រប់គ្រាន់ខ្លាចកូនឈឺក្តៅរងាជាដើមទី7ពេលកូនយំងងក់ឬភ័យខ្លាចម្ដាយព្រួយខ្លាចកូនមិនស្រួលម្ដាយស្ទុះស្ទាមិនខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនោះទេដើម្បីប្រញាប់ប្រញាល់មកបីត្រកងថ្នាក់ថ្នមលួងលោមអោបកសោបថាបអង្អែលនឹងលេងជាមួយកូនយ៉ាងកក់ក្ដៅលុះត្រាតែកូនស្ងៀមទើបចិត្តរបស់ម្ដាយស្ងប់ស្ងាត់ទៅវិញដែរទី8ការពារកូន
ការពារកូនសំបីតែស្រមោចវាលើក៏មិនបានដែរការពារកូនមិនឲ្យមានគ្រោះថ្នាក់ឬជំងឺមកបៀតបៀនម្ដាយការពារកូនមិនឲ្យអ្នកដទៃមើលងាយជេរប្រមាថឬស្ដីបន្ទោសឲ្យកូននោះទេពេលខ្លះដើម្បីការពារកូនគាត់ហ៊ានឆ្លោះទាស់ទែងជាមួយនឹងគេក៏មានដែរទោះបីជាគាត់ដឹងថាកូនរបស់គាត់ជាអ្នកខុសក៏ដោយនិងទី9ចុងក្រោយផ្គត់ផ្គង់កូនម្ដាយតែងតែទិញសម្លៀកបំពាក់រៀបចំសម្លៀកបំពាក់សម្រាប់កូនដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូននិងទៅតាមវ័យនៃការលូតលាស់របស់កូនទៅតាមការស្នើសុំទៅតាមតម្រូវការជាក់ស្ដែងហើយមិនតែប៉ុណ្ណោះទេគាត់ក៏បានផ្ដល់នូវគ្រឿងអលង្ការគ្រឿងសម្អាងផ្សេងផ្ដល់ថវិកាទិញសម្ភារៈបើចូលបាយធ្វើដំណើរដល់កូនផងដែរឪពុកម្ដាយស្រឡាញ់កូនលើសជីវិតឪពុកម្ដាយហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនពុកម៉ែហ៊ានលះបង់ជីវិតហ៊ានលះបង់កេរ្តិ៍ឈ្មោះហ៊ានលះបង់កេរ្តិ៍ខ្មាស់ហ៊ានលះបង់ទ្រព្យសម្បត្តិហ៊ានលះបង់ឋានៈបុណ្យស័ក្តិកិត្តិយសសេចក្តីថ្លៃថ្នូរទោះបីជាកូនខុសយ៉ាងណាក៏ពុកម៉ែអាចលើកលែងឲ្យកូនបានដែរគ្រប់ពេលវេលាឲ្យតែកូនដឹងខុសប៉ុន្តែម៉ែឪធ្វើប៉ុណ្ណេះហើយនៅកូនមួយចំនួននៅពេលដែលធំដឹងក្តីកាលណាគឺធ្វើបាបម៉ែឪទៅវិញទៅទៀតមិនណាសូរដាំទ្រូងគាត់សោះគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាយកចិត្តទុកដាក់ព្រួយបារម្ភស្រឡាញ់លើសជីវិតរបស់គាត់តែទីបំផុតនៅពេលដែលកូនធំដឹងក្តីឡើងគឺកូនមិនដើរទៅតាមគន្លងធម៌នោះទេកូនបែរទៅជាខ្លាចទៅជាក្មេងពាលក្មេងឆ្លើយបងតូចបងធំកូនបែរជាដើរផ្លូវខុសធ្វើបាបម៉ែឪបងប្អូនធ្វើឲ្យគ្រួសារគ្មានសុភមង្គលវេទនានេះគឺជារឿងដែលឈឺចាប់បំផុតគាត់ខិតខំបីបាច់ថែរក្សាគិតថាធំឡើងកូនរបស់គាត់នឹងខ្លាចទៅជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គមដែលអាចដែលអាចជួយឲ្យម៉ែឪមានមុខមាត់មានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមតែដោយសារតែការសែបគុកដោយសារតែការភ្លិតភ្លើនទើបក្មេងមួយចំនួនទើបកូនមួយចំនួនបែរទៅជាដើរនៅផ្លូវខុសហើយធ្វើបាបម៉ែឪទៅវិញពិតជាអាសូរដើមទ្រូងគាត់ខ្លាំងមែនទែនពិតជាអាណិតនៃការលះបង់គ្រប់បែបយ៉ាងរបស់គាត់ពិតជាអាណិតនៃការខិតខំប្រឹងប្រែងបីបាច់ថែរក្សាចិញ្ចឹមយើងតាំងពីបាត់ជើងក្រហមមកដល់ពេញវ័យមិនងាយទេគាត់បានលះបង់ច្រើនណាស់តែទីបំផុតអ្វីដែលគាត់ទទួលបានគឺការខកបំណង